ថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកមើលពីហាត់យូរសាច់ចំណៃតើខ្ញុំនឹងហាត់មានអ្វីខ្លះនឹងបច្ចេកទេសនឹងតិចនឹងអ្វីខ្លះបាទអញ្ចឹងរងចាំទៅមើលទាំងអស់គ្នាថាខ្ញុំនឹងបង្រៀនអ្នកនរគ្នានឹងរបៀបតិចនិចនឹងប្រើឧបករណ៍អ្វីខ្លះដែលអ្នកទាំងអស់គ្នាមិនបានដឹងអញ្ចឹងតោះទៅមើលទាំងអស់គ្នាចឹងអានេះយើងយក barbell មកយើងលើកវាយក15 3ដងអានេះសម្រាប់ខ្ញុំណា15 3ដងតែសម្រាប់អ្នកដែលដំបូងហាត់ពី1ខែទៅដល់3ខែ6ខែគឺយើងយកទៅ12បានហើយ12 3ដងតែសម្រាប់ខ្ញុំគឺយក15 3ដងហើយគីឡូដែលខ្ញុំលើកនោះគឺមិនមែនស្រាលទេបងប្អូនអើយគឺធ្ងន់ណាស់ទៅ30គីឡូនោះទាំងអស់នោះគឺ30គីឡូ barbell ហ្នឹងហើយ barbell វាមានបែងចែកជាខ្សែខ្នាតរបស់វាទៀតបាទវាមាន Zizer barbell វាមាន barbell ធម្មតាចឹងអ្នកខ្លះតែអត់យល់ហើយអា barbell ស្អីគេអា Zizer barbell ស្អីគេបាទចឹងស្រាវជ្រាវខ្លួនឯងបន្ថែមទៀតអញ្ចឹងខ្ញុំលេងស្នូដដៃបន្ថែមទៀតពេលខ្ញុំបញ្ចប់ tricep bicep របស់ខ្ញុំហើយខ្ញុំលេងស្នូដដៃព្រោះខ្ញុំខាងលេងយូរស្នូដដៃអញ្ចឹងខ្ញុំធ្វើពេញបន្តិចហើយបន្ទាប់មកខ្ញុំផុសមួយបាទផុសមួយចង់សង្ហាបាទតែវាថាចេញសាច់អត់វាបែកសាច់អត់អូខេឲ្យមានដៃខ្លួនឯងមួយហើយបន្ទាប់មកយើងចូលលេង bicep គឺគួរជាមួយនឹង band press កៅអីយើងហ្នឹងអង់គ្លេសហៅ band អូខេ band press យើងហ្នឹងហើយបន្ទាប់មកយើងលើកវាឡើងលើគេហៅថា preacher curl តែអាហ្នឹងមាន style ឈរអង្គុយតែសម្រាប់ខ្ញុំចង់អង្គុយដើម្បីថតកាមេរ៉ាបានស្អាតអញ្ចឹងណាថាឈរទៅខ្ពស់ពេកអញ្ចឹងឃើញកាមេរ៉ាឃើញងើយពេកអញ្ចឹងខ្ញុំលេងអង្គុយយូរស្រួលអញ្ចឹងយើងលេង dumbbell preacher curl ហើយក៏មកលេង hammer upper អូខេហើយបន្ទាប់មកខ្ញុំលេងមួយអញ្ចឹងទៅហើយឲ្យវាចូលសាច់យើងល្អដូចយើងដាក់គ្រឿងអញ្ចឹងណាដាក់គ្រឿងដាក់អត់ហ្នឹងដាក់ឲ្យផ្សំគ្រឿងចូលគ្នាបលែងគ្នាផ្សំចូលគ្នាគឺវាឆ្ងាញ់គ្រប់មុខហ្នឹងណាអូខេអានេះខ្ញុំលេងអានេះវាបាន2បាទអានេះលេងស្នូដដៃផង tricep ផងតែផ្សំគ្នាបើយកលេងទៅវាបានចូលគ្នាទេគឺតែផ្សំគ្នាអូខេមើលទៅពេលយើងលេងទៅគឺសាច់ដុំដៃឡើងឃើញទេអានេះថាស្នូដៃ forearm អង់គ្លេសថា forearm តែខ្មែរគេស្នូដៃហើយវាផ្សំជាមួយនឹង bicep វាបាន bicep ដែរអញ្ចឹងវាបានស្នូដៃ30% អញ្ចឹងទៅណាហើយ bicep វាបាន20% អញ្ចឹងទៅអញ្ចឹងបូកវាបាន50%ហើយតោះមកខ្ញុំលេងក្បាច់ cross bicep upper ហ្នឹងគោលក្នុង band press ហ្នឹងយើងយក12 ដងហើយតោះមកខ្ញុំបានចប់ bicep ហើយខ្ញុំបានហាត់ចូលជាមួយនឹង tricep ប៉ុន្តែ technique នេះគឺបងប្អូនហាមលេងប្រយ័ត្នតែជាប់ស្នៀតអាចស្មាហ្នឹងរលត់ចាំឡើងលើវិញបាទអញ្ចឹងយើងលេងបាទអាចលេងសាឡបងលេង close ស្រាលតិចៗបានហើយកុំលេងធ្ងន់ពេកប្រយ័ត្នអំបិលបាទតែលេងតែឆ្លោះឬក៏គ្រិចហើយគឺបងប្អូនអាចហាត់បានទៅបាទទៅរងចាំហើយចំឆ្នាំទៅ3ឆ្នាំតជីហើយទៅរកគ្រូព្យាបាលទៀតបានយើងអាចហាត់សារជាថ្មីវិញយើងចាប់ដើមពីសូន្យវិញបាទអញ្ចឹងយើងហាត់អ្វីក៏ដោយគឺត្រូវតែការពារជានិច្ចអញ្ចឹងខ្ញុំចាប់ដើមលេងទ្រង់បន្តិចខ្ញុំសំវាដោយសារតែខ្ញុំចាប់ដើមលេងកាយសាច់ខ្ញុំលេងទៅរកអញ្ចឹងមានក្បាច់គុណយើងក្បាច់គុណចម្រុះហ្នឹងហើយតែខ្ញុំហាត់លើសលុបគីឡូសោះតែទីអញ្ចឹងទៅឥឡូវច្រើនវាអំបិលទៅលើហើយអូខេបន្ទាប់ខ្ញុំបានលេងយកនេះខាងក្រោយនេះអានេះថាបានស្មាក្រោយហើយក៏វាបានខ្នងដែរបាទអញ្ចឹងលេងមួយបានតែ3ក្បាច់2ក្បាច់យើងលេងវិញបានចំណេញថាយើងអូខេបន្ទាប់មកខ្ញុំដាក់បែបកាមេរ៉ាមកបងប្អូននិយាយថាបាត់នឹងលេងយកស្អីគេអញ្ចឹងវាលេងបានស្មាក្រោយនិងខ្នងក្រោយនោះហើយបាទអញ្ចឹងលេងជាមួយនឹង shoulder ថានឹង shoulder ប៉ុន្តែ shoulder ខាងក្រោយហើយនឹងខ្នងក្រោយដែរអញ្ចឹងលេងទៅបានសំគ្នាត្រូវតែលេងអញ្ចឹងបានវាសំគ្នាសាច់យើងត្រូវតែផ្សំគ្នាបានវាស្អាតបានវាចេញអង់គ្លេសថាចេញ bull ហៅ shred ហើយបន្ទាប់មកខ្ញុំលេង tricep ជាមួយនឹងខ្សែហើយទៀងចង់ឡើងទៅវាចូល tricep ដែរបាទហើយ tricep មួយមិនងាយលេងដែរបាទតែលេងហើយពេលខ្លះចេញអត់ស្អាតទេបាទ tricep របស់យើងវាចេញអាក្រក់អញ្ចឹងវាចេញអត់ស្អាតទេតែសម្រាប់ខ្ញុំចេញសញ្ញាព្រួយបាទចេញសញ្ញាដូចសញ្ញាព្រួយអញ្ចឹងវាមានមុខមួយកំបិតអញ្ចឹងណាតែអ្នកផ្សេងហើយគេលេងចេញផ្សេងអញ្ចឹងចេញមុខកំបិតបាទគឺខុសពីគេហើយខ្ញុំលេងត្រូវស្តង់ដារអញ្ចឹងណាហើយមើល tricep ហ្នឹងខ្ញុំផុសឲ្យមើលម្ដងៗដែរឃើញ
អាហ្នឹងមិនសូវលេងបាន 100% ផងបើសិនលេងបាន 100% គឺ focus ទៅលើ tricep 1 ម៉ោង 2 ម៉ោងគឺវាប៉ោងធំស្អាតហ្មងបាទធំร้อยបាទតែក៏ហានិភ័យដែរបាទវាអាចជាប់សាច់ដុំតែក៏លេងយូរស្ងួតជាប់សាច់ដុំហើយហើយទៅមកខ្ញុំបុកបន្ថែមទៀត10គីឡូខ្ញុំបុកឲ្យមើលទៀតនេះតែគីឡូខ្ញុំលើកប្រហែលក៏តែខ្ញុំលើកស្រាលទៅបាទលើកធម្មតាគឺអស់គីឡូហ្មង70គីឡូ50គីឡូ60គីឡូទេណាអានេះលើកស្រាលថតវីដេអូតែយើងលើកធ្ងន់ការនិយាយធ្វើត្រូវអញ្ចឹងអ្នកដែលមើលហ្នឹងគឺឆ្កងហើយឆ្កងទៅយើងដាក់ធ្ងន់ពេកចឹងហ្នឹងហើយមើលទៅខ្ញុំលេងមួយចឹងគេខ្ញុំលេងធាក់លើកអញ្ចឹងគឺស្រាលណាតែកុំច្រឡំបាទគឺធ្ងន់បាទគឺធ្ងន់អ្នកមុំលើកកើតអញ្ចឹងលើកកើតមកបាទគឺបងប្អូនលើកកើតទៅគឺធ្ងន់មើលដៃខ្ញុំដឹងថាខ្ញុំលើកធ្ងន់ឬស្រាលបាទបងប្អូនលើកធ្ងន់តាមខ្ញុំអំបិលហើយអូខេហើយតាមមកខ្ញុំមកផ្សំជាមួយនឹង trap អង់គ្លេសហៅ trap trap T R A P បាទពាក្យពេញវាថា triple zoo អញ្ចឹងយើងហៅពាក្យកាត់ trap ទៅតែពាក្យហ្នឹងវាវែងពេកអញ្ចឹង trap ហ្នឹងខ្មែរគេហៅគេអាបូកោអាបូកខ្នងគោហ្នឹងហើយតែមិនហ្នឹងហើយបូកគោហ្នឹងគោនឹងស្មាបូកចូលគ្នាណាអានេះ trap ហើយអូខេហ្នឹងផុសឲ្យមើលមួយទៀតបាទ tricep ខ្ញុំ show ត្រូវមើលមួយហើយ LED ឲ្យមើលមួយទៀតខ្ញុំ show LED ឲ្យមើលទៀតអូខេមានតែប៉ុណ្ណឹងបាទជាចុងក្រោយសូមជម្រាបលាជួបគ្នានៅវគ្គក្រោយទៀតបាទអូខេបាយមកទៅតែចំណុចទី3ចំណុច